ព័ត៌មានคล้ายៗនេះមានច្រើនទម្រង់ណាស់ព័ត៌មានคล้ายៗអាចជាព័ត៌មានដែលគេគ្រាន់តែឡើងចំណងជើងឲ្យមានភាពតាក់ទាញឯអត្ថន័យនៅខាងក្រោមគេអត់មាននិយាយអ្វីតាក់ទងនឹងចំណងជើងនឹងទេហើយយើងគ្រាន់តែឃើញព័ត៌មាននឹងហោះចូលមកយើងនាំគ្នាជឿភ្លាមនេះគឺជាចំណងជើងដែលគួរឲ្យចាប់អារម្មណ៍មានភាពរំជើបរំជួលហើយយើងជឿហើយយើងចែករំលែកតាមគ្នាអញ្ចឹងការចែករំលែកដោយភាពរំជើបរំជួលយើងកុំធ្វើតាមគ្នាបាទហើយនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃនេះគឺយើងជៀសមិនផុតទេពីការទទួលព័ត៌មានដែលវាមានប្រភពច្រើនតើព័ត៌មានហ្នឹងជាព័ត៌មានពិតឬក៏ជាព័ត៌មានคล้ายៗនោះគឺយើងត្រូវប្រកាន់ខ្ជាប់នៅការស្វែងរកព័ត៌មានពីប្រភពផ្លូវការហើយយុទ្ធនាការរបស់យើងនេះគោលបំណងគឺដល់ការការពាររឹងមាំមួយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាពិសេសយុទ្ធនាការជំហានទី2ផ្ដោតលើយុវវ័យដែលកំពុងតែនៅរៀនក្នុងអនុវិទ្យាល័យនិងវិទ្យាល័យនេះធ្វើយ៉ាងណាឲ្យពួកគេមានចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការបែងចែកថាតើអ្វីទៅជាប្រភេទព័ត៌មានคล้ายៗអ្វីទៅជាព័ត៌មានពិតហើយត្រូវចេះទៀងទាត់ព័ត៌មានទាំងនោះជាមួយនឹងប្រភពព័ត៌មានផ្លូវការប្រភពព័ត៌មានផ្លូវការដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋប្រព័ន្ធផ្សព្វផ្សាយជាតិអ្វីដែលបងប្អូនកំពុងតែទទួលព័ត៌មានសពថ្ងៃនៅលើដៃរបស់យើងនេះអញ្ចឹងគឺយើងត្រូវតែស្វែងរកព័ត៌មានពីប្រភពប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់យើងនិងប្រព័ន្ធផ្សព្វផ្សាយឯកជនដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវកត្តាចាំបាច់ដែលយើងត្រូវកំណត់សម្រាប់ខ្លួនឯងក្នុងការទទួលព័ត៌មានប្រចាំថ្ងៃជៀសវាងคล้ายទៅជាជនរងគ្រោះពីព្រោះយើងមានទូរស័ព្ទដៃដែលជាឧបករណ៍ឆ្លាតវៃតែយើងអត់ឆ្លាតវៃយើងคล้ายទៅជាជនរងគ្រោះយើងធ្លាក់ខ្លួនលង់ទៅនឹងការជឿដែលយើងអត់បានផ្ទៀងផ្ទាត់មុនហើយយើងជួយចែករំលែកព័ត៌មានคล้ายៗនោះបន្តទៀតដែលអាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដទៃប៉ះពាល់អាចប៉ះពាល់ដល់អាយុជីវិតអាចបាត់បង់លុយកាក់អាចធំជាងគេគឺបាត់បង់ពេលវេលាសម្រាប់ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេសហើយបងប្អូនត្រូវចូលរួមទាំងអស់គ្នាតាមរយៈការប្រើប្រាស់ឧបករណ៍វៃឆ្លាតនេះយើងត្រូវប្រើជាឧបករណ៍ដែលមានឥទ្ធិពលក្នុងការធ្វើឲ្យមានព័ត៌មានវិជ្ជមាននៅក្នុងលំហព័ត៌មាននៅក្នុងសង្គមរបស់យើងនៅក្នុងសហគមន៍របស់យើងកុំចែករំលែកព័ត៌មានคล้ายៗបើមានការសង្ស័យអូសវារំលងឬក៏ report យើងចេះផ្ទៀងផ្ទាត់ព័ត៌មានคล้ายៗយើងប្រាប់ទៅអ្នកដទៃទៀតឲ្យចេះដូចយើងដែរដើម្បីឲ្យពួកគេចេះទៀងទាត់ព័ត៌មានជាមួយនឹងប្រភពព័ត៌មានផ្លូវការឲ្យគេចេះលុបបំបាត់ព័ត៌មានคล้ายៗចេញពីលំហសង្គមរបស់យើងហើយឲ្យគេចេះដឹងអំពីសារៈសំខាន់ក្នុងការការពារសង្គមពីព័ត៌មានคล้ายៗហើយត្រូវចូលរួមទាំងអស់គ្នាដើម្បីឲ្យកម្ពុជាមានព័ត៌មានคล้ายៗ